លោកតាជាជនពិការម្នាក់នៅសង្កាត់អូម៉ាល់ចាប់របរចាក់មួកស្លឹករោគចំណូលសម្រាប់គ្រប់គ្រងគ្រួសារខណៈការចាក់មួកស្លឹកបុរាណនេះមិនសូវមានអ្នកចាប់អារម្មណ៍និងចង់រៀនបន្តលោកតាវ័យចំណាស់ម្នាក់ចាក់មួកស្លឹកបុរាណស្លឹកមួកសេដ្ឋីដោយដៃចេញពីភាពប៉ិនប្រសប់ប្រកបដោយភាពស្រស់ស្អាតបានធ្វើឲ្យមហាជនចាប់អារម្មណ៍និងផ្ដល់ជាចំណូលមួយសម្រាប់គ្រប់គ្រងជីវភាពគ្រួសារខណៈការចាក់មួកស្លឹកនេះមិនសូវមានអ្នកចេះនិងចាប់អារម្មណ៍ដើម្បីរៀនចាក់បន្តទៀតនោះទេដៃមមាញឹកក្នុងការចាក់មួកស្លឹកត្នោតភ្នែកសម្លឹងដោយភាពអត់ធ្មត់អង្គុយមុខផ្ទះទៀមចប់ដីលោកតាឡាយលឿនហៅតាចនអាយុវ័យ85ឆ្នាំទៅហើយរស់នៅភូមិដាក់សសរសង្កាត់អូម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបងបានដឹងថាមុខរបរចាក់មួកនេះលោកធ្វើរយៈពេល5ឆ្នាំកន្លងមកហើយទើបតែឆ្នាំនេះឯងមានអ្នកស្គាល់និងកំងតែងឲ្យធ្វើច្រើនលោកតាបានបន្តរៀបរាប់ថាដំបូងឡើយលោកតាគ្រាន់តែធ្វើមួកស្លឹកសម្រាប់ប្រើប្រាស់ខ្លួនឯងតែប៉ុណ្ណោះបន្ទាប់មកអ្នកភូមិគេឃើញស្អាតមាំល្អក៏គេសុំទិញពេលនោះមួកមួយលក់ក្នុងតម្លៃ 10000 រៀលតែគេហ៊ានឲ្យទៅដល់ 15000 រៀលទៅ 20000 រៀលក្រោយមកចេះតែមានការកំងជាបន្តបន្ទាប់រហូតកើនតម្លៃ 50000 ទៅ 60000 រៀលដល់ឥឡូវនេះដើម្បីអាចចាក់មួកស្លឹកត្នោតនេះបានត្រូវមានពុម្ពឈើគំរូមួយមានឫស្សីដែលពុះជាជ្រុងរួចទៅបិទស្ដើងតូចៗក្រងវាជារាងមួកនិងយកស្លឹកត្នោតខ្ចីល្មមបន្ទាប់មកបណ្ដូលយកមកចាក់ក្នុងនោះមានសម្ភារៈមួយចំនួនត្រូវប្រើប្រាស់ជាមួយមានដូចជាកាំបិតបន្ទោះខ្សែនិងម្ជុលសម្រាប់ចាក់ដេរភ្ជាប់ផងដែរនេះជាការបញ្ជាក់ប្រាប់របស់លោកតាឡាយលឿនហៅតាចនលោកតាបានបន្ថែមថាចំពោះទីផ្សារវិញមានការកំងតែងមានមកពីភ្នំពេញសៀមរាបបាត់ដំបងនិងមានខ្លះទៀតតែងយកទៅក្រៅប្រទេសផ្ញើឲ្យបងប្អូនគេទុកជាអនុស្សាវរីយ៍ថែមទៀតផងចំពោះការចាក់មួកស្លឹកនេះទាមទារឲ្យមានការតាំងចិត្តខ្ពស់ណាស់ក្នុងការអត់ធ្មត់ព្រោះការចាក់ក្រងអាចខូចបើខូចត្រូវតែរើធ្វើជាថ្មីជាក់ស្ដែងការចាក់តម្រាំបានមួកមួយត្រូវចំណាយពេលជាង2ថ្ងៃហើយក្នុងមួយខែលោកអាចធ្វើបានចន្លោះពី15ទៅ20មួកដែរលោកតាចនបានរំលឹកការដែលចេះធ្វើមួកស្លឹកត្នោតខ្មែរនេះដោយការពីសម័យប៉ុលពតលោកតាចាប់អារម្មណ៍ការធ្វើមួកនេះពេលនោះគេគ្រាន់តែបង្ហាញខ្លះៗគាត់ក៏អាចចាប់បានចេះធ្វើតែម្ដងលោកតាឆនបានបន្តរៀបរាប់ថាមានពេលមួយអង្គការបានឲ្យសមាមិត្តទាំងអស់ធ្វើពុម្ពគំរូមួកស្លឹកត្នោតក្នុងចំណោមមួកទាំងអស់ស្រាប់តែអង្គការពេញចិត្តតែពុម្ពគំរូពីរប៉ុណ្ណោះគឺពុម្ពមួកស្លឹកត្នោតលោកតានិងពុម្ពសមាមិត្តម្នាក់ទៀតឈ្មោះតាខឿនលោកតាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនិងយុវជនគាំទ្រមួកស្លឹកខ្មែរបន្តទៀតហើយបើចាប់អារម្មណ៍ចង់រៀនអាចមកផ្ទះលោកតាផ្ទាល់លោកតាឆនរីករាយក្នុងការបង្រៀនដែលឥតគិតថ្លៃសូមជម្រាបជូនថាលោកតាឆនមិនត្រឹមតែចេះចាក់មួកស្លឹកមួយមុខនោះទេលោកតាចេះធ្វើបង្គីកញ្ជើនិងសម្ភារៈជាវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត